ជាបឋមសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាថ្ងៃនេះថ្ងៃទី26ខែឧសភាឆ្នាំ2026ឥឡូវនេះដល់នេះកលេចមកខាងនេះញាតិញោមគឺដល់ថ្ងៃដែលថ្ងៃទី26ត្រូវដល់ថ្ងៃអីគេញាតិញោមធ្វើការថ្ងៃទី21សម្រាប់វត្តទឹកល្អរបស់យើងគឺក៏អត់ខុសពីញាតិញោមដែរគឺថ្ងៃនេះគឺបើកប្រាក់ខែជូនអ្នកគ្រូបង្រៀនពីមុននោះមានប្រុសឡាស៊ឺមួយដែរឡាស៊ឺក៏មានភារកិច្ចបន្ទាន់ទៅក៏ឈប់ទៅលើបានឡាស៊ឺថ្មីឡាស៊ឺសេរតហ្នឹងហើយយ៉ាងចម្រើនពរញាតិញោមថាវត្តទឹកល្អនៅពីក្រោយនៃការកសាងក៏មានការកសាងនៅធនធានមនុស្សដែរញាតិញោមណាមិនយើងកសាងតែសំណង់នៅក្នុងវត្តទេដូចជាញាតិញោមឃើញនេះរូបភាពហាក់បង្រៀននេះសកម្មភាពហ្នឹងញាតិញោមឃើញណាហ្នឹងហើយថ្ងៃនេះគឺជាថ្ងៃបើកប្រាក់ខែជូនគ្រូហើយនេះញាតិញោមឃើញម្នាស់នេះបាននិយាយទៅរបស់វត្តឲ្យតែបានរបស់ថ្មីអីថ្មីឲ្យតែអ្នកជួយវត្តគឺវត្តជួយវិញហើយនេះតាមការជូនបានម្នាក់មួយហើយមកកឆេក៏ធំបានចែកញាតិញោមម្នាក់មួយហើយនឹងសម្រាប់ឲ្យញាតិញោមខ្លះហើយនឹងប្រសងខ្លះហើយអញ្ចឹងហើយញាតិញោមប្រហែលជាចង់ស្គាល់ឈ្មោះពនាមអ្នកគ្រូទាំង3នាក់មួយហើយសូមស្ដាប់ចំណាប់អារម្មណ៍នៃការបង្រៀនផងគាត់តាំងពីតវងមករហូតមកដល់ពេលនេះទាំងអស់គ្នាញាតិញោមណាឥឡូវផ្ដើមដោយអ្នកគ្រូនុពាក្យនេះតែម្ដងចាជារងនាងខ្ញុំសូមជម្រាបសួរដល់ពុកម៉ែបងប្អូននាងខ្ញុំឈ្មោះស្រីសុភ័ណ្ឌជាគ្រូបង្រៀនអង់គ្លេសថ្នាក់ដំបូងចំណាប់អារម្មណ៍ខ្ញុំបរៀនទៅលើបងប្អូននេះលោកសប្បាយចិត្តនិងបានចែករំលែកនៅចំណេះដឹងដែលខ្ញុំមានដល់បងប្អូនហើយក៏ខ្ញុំក៏សប្បាយចិត្តដែលបងប្អូនបានចូលរួមក្នុងការសិក្សាដ៏កកកចាអរគុណជាដំបូងសូមជម្រាបសួរអ៊ំពូមីងបងទាំងអស់គ្នាខ្ញុំជាគ្រូបង្រៀនភាសាចិននៅសាលាពុទ្ធិកបឋមសិក្សាវត្តទឹកល្អខ្ញុំឈ្មោះវែងស្រីរតជាគ្រូបង្រៀនភាសាចិនសប្តាហ៍ថ្ងៃក៏បង្រៀនភាសាចិនម៉ោង6កន្លះចូលម៉ោង7កន្លះចេញហើយតាំងពីដែលពេលដែលខ្ញុំចូលមករៀននៅមកបង្រៀននៅទីនេះគឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនតើព្រោះវាជាក្តីសម័យពីមុនមកគឺតាំងពីតូចដល់ធំចង់ខ្លាចជាគ្រូបង្រៀនភាសាក៏បានភាសាបរទេសក៏បានភាសាខ្លួនឯងក៏បានភាសាជាតិខ្មែរយើងក៏បានដោយសារតាចិត្តស្រឡាញ់តាំងពីតូចតាឥឡូវអាចធ្វើបានហើយក៏សប្បាយចិត្តត្រង់ថាអាចចែករំលែកចំណេះដឹងទៅកាន់បងប្អូនកូនក្មួយទាំងអស់ហើយមើលទៅគាត់រីកចម្រើនក្នុងនាមខ្ញុំជាឡាស៊ឺក៏ដូចជាគ្រូបង្រៀនក៏សប្បាយចិត្តដូចគ្នាដែរចាសសូមអរគុណហើយបន្ថែមពីនេះទៀតកូនសិស្សដែលចង់រៀនវគ្គដំបូងក៏ពួកខាងសាលាយើងមានបើកបង្រៀនដែរវគ្គដំបូងមានស្រាក់មានភីងអ៊ីងមាននិយាយទៅគឺដំបូងតែម្ដងគឺអត់ចេះសោះក៏អាចមករៀនបានដែរអ្នកចេះខ្លះក៏អាចមករៀនបានដែរអរគុណជាដំបូងសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះគឹមរស្មីជាគ្រូបង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់នៅសាលាពុទ្ធិកបឋមសិក្សាវត្តទឹកល្អហើយថ្ងៃនេះពិតជាមានសេចក្តីសប្បាយចិត្តសេចក្តីសំណោះរីករាយហើយក៏សប្បាយចិត្តក្នុងការរីករាយនៅក្នុងការចែករំលែកនៅចំណេះដឹងទៅកាន់សិស្សានុសិស្សទាំងអស់គ្នាជាចុងក្រោយបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់សិក្សាភាសាអង់គ្លេសទាំងកម្រិតខ្ពស់ទាំងកម្រិតដំបូងឬមួយក៏ចង់សិក្សាភាសាចិនបងប្អូនទាំងអស់គ្នាអាចមកចុះឈ្មោះរៀននៅសាលាពុទ្ធិកបឋមសិក្សារបស់យើងបានជាចុងក្រោយសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អចុងក្រោយសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សមានសុខភាពល្អកម្លាំងកាយរឹងមាំទាំងអស់គ្នា